សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយរឿងដែលមានចំណងជើងថារឿងខ្មោចបន្ទប់លេខ304មុននឹងចូលដល់សាច់រឿងខ្ញុំសូមពឹងដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូរឿងថ្មីៗពីខ្ញុំបាទខ្ញុំនឹងនិយាយរឿងចែកជូនបងប្អូនស្ដាប់កំសាន្តដូចតទៅរឿងនេះពាក់ព័ន្ធទៅនឹងបន្ទប់ចាស់ដែលបន្ទប់លេខ304ណាបងប្អូនគឺមានដំណើររឿងនឹងដំណើរតគ្នាមកគេបានដំណើរមកថាបន្ទប់លេខ304ហ្នឹងគ្មាននរណាម្នាក់អាចរស់នៅលើសពី1សប្តាហ៍នោះទេព្រោះរឿងនេះវាមានពួកគេនិយាយតគ្នាថាមានខ្មោចស្រីម្នាក់នៅទីនោះហើយយប់មួយក្មេងប្រុសម្នាក់ឈ្មោះវិបុលមកជួលបន្ទប់បន្ទប់លេខ304ហ្នឹងព្រោះតែតម្លៃថោកនឹងក្បែរកន្លែងការងាររបស់គេផងអញ្ចឹងណាអញ្ចឹងគេអាចមកធ្វើការបានហើយក៏ត្រឡប់ទៅមកនៅបន្ទប់ហ្នឹងវាក្បែរគ្នាអញ្ចឹងអាចវិលវិញបានអញ្ចឹងណាស្រួលទៅស្រួលមកហើយគេមិនជឿរឿងខ្មោចទេដែលគេដំណាលថាហ្នឹងគឺគេអត់ជឿអីសោះទាំងអស់ហ្មងដល់ពេលអញ្ចឹងគេគិតថាវាជាគំនិតអវិជ្ជមានបែបប្រជាប្រិយដែលប៉ុន្តែយប់ដំបងនោះគេបានឮសំឡេងទាំងច្រៀងផងទាំងស្រែកផងនៅពីបន្ទប់ទឹកមកហើយថែមទាំងឆក់ទ្វារទាញទ្វារស្ទើរតែបែកទ្វារទៀតផងហើយវិបុលយកចិត្តទុកដាក់នឹងដើរចូលមើលប៉ុន្តែគ្មាននរណាម្នាក់គឺនៅទីនោះគឺគ្មាននរណាម្នាក់នៅទេមានតែទឹកហូរពេញជញ្ជាំងហើយមានស្លាបព្រាយ៉ាងត្រជាក់លើស្បែកយប់បន្ទាប់ពេលគេកំពុងដេកឃើញស្ត្រីម្នាក់សក់វែងហើយសើមសក់ហ្នឹងឈរលើក្បាលគេហើយនិយាយសំឡេងស្រាលត្រជាក់ថាហេតុអ្វីអ្នកមកនៅក្នុងបន្ទប់របស់ខ្ញុំវិបុលភ្ញាក់ឡើងដោយភ័យហើយព្រឹកក្រោយនោះវិបុលក៏ភ្ញាក់ឡើងទាំងភ័យទាំងខ្លាចហ្នឹងព្រឹកក្រោយនោះព្រឹកថ្ងៃក្រោយបញ្ញាប់ចេញពីបន្ទប់304ទាំងអស់មិនយកសម្ភារៈវិញផងបន្ទាប់មកម្ចាស់ផ្ទះបានប្រាប់ថាបន្ទប់នេះមានស្ត្រីម្នាក់ធ្លាប់ធ្វើអត្តឃាតអធិស្ឋានបងប្អូនខ្ញុំវាមានបញ្ហាស្អកកអញ្ចឹងធ្លាប់ធ្វើអត្តឃាតនៅក្នុងបន្ទប់បង្គន់ព្រោះគេត្រូវបបួលចោលដោយមនុស្សដែលគេស្រឡាញ់អញ្ចឹងណាព្រោះមនុស្សដែលគេស្រឡាញ់ហ្នឹងបានធ្វើបាបគេអញ្ចឹងផ្លូវចិត្តអញ្ចឹងធ្វើឲ្យមានបញ្ហាដល់ធ្វើអត្តឃាតខ្លួនឯងនៅក្នុងបន្ទប់ទឹកអីចឹងទៅហើយរឿងហ្នឹងគឺវាអញ្ចឹងហើយផ្ទះជួលមួយគឺវាមិនអត់ទេបងប្អូនសុទ្ធតែមានពីថ្ងៃនោះមកមិនមាននរណាម្នាក់រស់នៅបានលើសពី1យប់ទេបន្ទប់លេខ304ត្រូវចាក់សោហើយបិទមិនដែលមាននរណាហ៊ានចូលម្ដងទៀតឡើយបាទបងប្អូនអ្នកស្ដាប់ដឹងហើយយើងមុនទៅជួលបន្ទប់គេអញ្ចឹងបន្ទប់ផ្ទះជួលខ្លះគឺវាមានប្រវត្តិអត់ល្អអញ្ចឹងហើយបងប្អូនយើងអ្នកទៅធ្វើការនៅតាមទីក្រុងតាមពេញអីចឹងពីខេត្តទៅអញ្ចឹងហើយឃើញបន្ទប់ជួលគេមានតម្លៃធូរអីកុំបន្ថយពេកយើងសើបមើលសិនថាកន្លែងហ្នឹងយើងអាចរស់នៅបានអត់អីចឹងគីឡូប៉ះដូចក្នុងរឿងមួយហ្នឹងអញ្ចឹងបាទអរគុណច្រើនបងប្អូនអ្នកស្ដាប់កុំភ្លេច Subscribe អ្នកមួយផងអរគុណ